Volkswagen Golf R ឆ្នាំ2024ឡានអាល្លឺម៉ង់ដែលកម្រឃើញវាមិនមែនជាឡានដែលកម្រទេប៉ុន្តែវាកម្រឃើញនៅស្រុកយើងអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាឡានប្រភេទ hatchback មួយគ្រឿងនេះមានលក្ខណៈសម្បត្តិអ្វីខ្លះតាមដានជាមួយពួកយើងនៅសកម្មភាពបើកទូទាំងស្រុងមុននឹងប្រគល់រថយន្តជូនដល់អតិថិជនអញ្ចឹងបើសិនជាបងប្អូនចង់ដឹងនៅព័ត៌មានឡានក៏ដូចជាតម្លៃឡាននៅសហរដ្ឋអាមេរិកអាចតាក់ទងមកកាន់ page របស់ពួកយើងបានឬក៏ join Telegram Channel របស់ពួកយើងហើយពួកយើងក៏មាន app ដែលមានទាំង Android ហើយនិង iOS បងប្អូនអាចចូល download ម្នាក់មួយដើម្បីទុកស្វែងរកព័ត៌មានឡានប្រភេទឡានហើយនិងតម្លៃឡាននានាដែលបងប្អូនត្រូវការស្វែងរកឡានពណ៌ខៀវដែលបងប្អូនបានឃើញនេះគឺជា Volkswagen Golf Type R ឬក៏ Model R ដែលចង្កៀងមុខរបស់វាហើយនិងចង្កៀងក្រោយរបស់វាគឺជាប្រភេទ LED នៅខាងមុខដែលបងប្អូនបានឃើញនេះគឺវាជាប្រភេទចង្កៀងគុជ2ហើយនិងមានភ្លើងមួយជួរឡានមួយគ្រឿងនេះគឺជាប្រភេទ hatchback កាត់ស្ពកដែលយ៉ាងស៊ីនរបស់វាគឺមានទំហំ19អ៊ីងបាននិយាយអំពី trim ឬក៏ option របស់ឡាននេះគឺមានតែពីរទេគឺលេខដៃហើយនិងលេខអូតូហើយមួយគ្រឿងដែលយើងកំពុងបង្ហាញជូននេះគឺជាលេខដៃអញ្ចឹងមិនថាឡានប្រភេទអ្វី model អ្វីម៉ាកអ្វីឲ្យតែបងប្អូនចង់បានគឺពួកយើងអាចស្វែងរកជូនបងប្អូនបានទាំងអស់ធានាទាំងគុណភាពទំនុកចិត្តសុវត្ថិភាពក្នុងការដឹកជញ្ជូនមានសំឡងរាល់ការខូចខាតនៅក្នុងពេលដឹកជញ្ជូនអញ្ចឹងយើងចូលមកមើលនៅខាងក្នុង interior នៃរថយន្តនេះម្ដងនៅផ្នែកខាងក្នុងរបស់រថយន្តនេះគឺមានពណ៌ខ្មៅហើយស្បែកគោករបស់វាគឺឡាយជាមួយនឹងពណ៌ខៀវហើយមានអក្សរ Oកុងទ័ររបស់វាគឺ full digital តែម្ដងហើយឡានមួយគ្រឿងនេះក៏មាន option ក៏ដូចជាមុខងារសុវត្ថិភាពក៏ដូចជាមុខងារជំនួយដល់ការបើកបរដោយរថយន្តទំនើបដទៃទៀតដែលមានដូចជា Adaptive Cruise Control Parking Assist ជាដើមហើយរថយន្តមួយគ្រឿងនេះក៏មាន Climate Control ឬម៉ាស៊ីនត្រជាក់ជា Dual Zone បានន័យថាយើងអាចសេរីទៅឡើងបន្ថយកង្ហាម៉ាស៊ីនត្រជាក់ហ្នឹងបានទាំងមុខនិងទាំងក្រោយដាច់គ្នាហើយឲ្យតែពពួក hatchback គឺគ្រប់ខាងក្រោយវាហ្នឹងគឺវាធំទៅលើហើយក្នុងករណីយើងមានអីវ៉ាន់ច្រើនយើងក៏អាចបត់កៅអីហ្នឹងទៅមុខដើម្បីបន្ថែមនៅក្នុងការដាក់អីវ៉ាន់បានផងដែរឡាននេះផងដែរគឺជាប្រភេទម៉ាស៊ីនសាំង 2.0 លីត្រ Turbo Charge ហើយបើនិយាយអំពីអានុភាពម៉ាស៊ីន 2.0 លីត្រនេះក៏មានអានុភាពរហូតដល់ទៅ315 horsepower ឯណោះម៉ាស៊ីនតូចមែនតែមានកម្លាំងខ្លាំងអញ្ចឹងបើសិនជាបងប្អូនចង់ស្វែងរកឡានដែលមានលក្ខណៈសភាពថ្មីគីឡូម៉ាយប្រើប្រាស់បានតិចមានទំនុកចិត្តនៅក្នុងការដឹកជញ្ជូនអាចតាក់ទងមកកាន់ពួកយើងបានហើយកុំភ្លេច join Telegram Channel ម្នាក់មួយដើម្បីស្វែងរកក៏ដូចជាទទួលបាននូវព័ត៌មានឡានក៏ដូចជាតម្លៃឡានផ្សេងៗ